អង្គការ CWDC បង្កើតឡើងនៅក្នុងឆ្នាំ 2005 និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃអង្គការ CWDC គឺមានទស្សនវិស័យនិងបេសកកម្មក្នុងការពង្រឹងគុណភាពជីវិតរបស់ជនដែលងាយរងគ្រោះរួមមានស្ត្រីនិងកុមារដោយយើងធ្វើការងារទាក់ទងជាមួយនឹងការលើកកម្ពស់សេដ្ឋកិច្ចនិងសុខភាពរបស់ជនដែលងាយរងគ្រោះដោយយើងធ្វើទៅលើការផ្ដោតសំខាន់គឺទាក់ទងជាមួយនឹងការពង្រឹងកម្រិតជីវភាពក៏ដូចជាពង្រឹងសិទ្ធិអំណាចរបស់ក្រុមដែលងាយរងគ្រោះដូចគ្នាវិស័យដែលយើងកំពុងតែធ្វើហើយនឹងកំពុងតែផ្ដោតរួមមានដូចជាការអប់រំការអភិរក្សធនធានធម្មជាតិកសិកម្មការគ្រប់គ្រងគ្រោះមហន្តរាយក៏ដូចជាការប្រែប្រួលអាកាសធាតុគម្រោងទាំងអស់ខាងលើគឺយើងបាននឹងកំពុងអនុវត្តទៅលើតំបន់2បាននៅក្នុងខេត្តកំពតនិងតំបន់នៅក្នុងខេត្តកែបទូនទីដែលសំខាន់របស់យើងគឺទីមួយគឺយើងជួយតម្រង់ទិសទៅដល់អង្គការ CWDC នៅក្នុងការអនុវត្តគម្រោងរបស់ខ្លួនជាពិសេសគឺយើងធ្វើការដោយផ្ទាល់ជាមួយនឹងគណៈគ្រប់គ្រងរបស់ស្ថាប័ននិងនយោបាយការងាររបស់យើងគឺធ្វើយ៉ាងណាគឺដើម្បីជួយឲ្យការអនុវត្តរបស់ CWDC នឹងគឺទទួលបាននៅតម្លាភាពគណនេយ្យភាពនិងការទទួលខុសត្រូវការវិវត្តរយៈពេល20ឆ្នាំកន្លងមកនេះយើងសង្កេតឃើញថាសហគមន៍ក៏ដូចជាអ្នកពាក់ព័ន្ធនៅក្នុងគម្រោងក៏ដូចជានៅក្នុងការធ្វើការងារជាមួយនឹងអង្គការ CWDC គាត់មានមោទនភាពហើយនឹងមានភាពពេញចិត្តក្នុងការធ្វើការងារជាមួយនឹងអង្គការតាមរយៈដែលយើងធ្វើការងារយ៉ាងស្និទ្ធស្នាលក៏ដូចជាយើងបានកសាងនៅភាពជាម្ចាស់របស់ពួកគាត់ឲ្យពួកគាត់អាចមានសិទ្ធិពេញលេញក្នុងការប្រើប្រាស់ក៏ដូចជាគ្រប់គ្រងធនធានធម្មជាតិរបស់ពួកគាត់ប្រកបដោយនិរន្តរភាពបើយើងនិយាយពី CW នឹងទៅព្រះសង្កែវាស្មើនឹងអ្នកដែលកំពុងតែពោពោះឲ្យសហគមន៍ហើយបានន័យថាជាស្មប់របស់សហគមន៍ទៅព្រះសង្កែអញ្ចឹងសម្រាប់ CW គឺគាត់បានជួយសហគមន៍ទៅព្រះសង្កែច្រើនមែនទែននេះជាអង្គការមួយដែលបានជួយសហគមន៍ទៅព្រះសង្កែនឹងមុនគេការ CW ធ្វើការច្រើននៅក្នុងអង្គសហគមន៍នេសាទកំពង់សាមគ្គីសហការបានលាក់ដងជាមួយអង្គការ CWDCC ហ្នឹងគឺនៅឆ្នាំ2020ការឧបត្ថម្ភថវិការៀបចំបាទមានការកំណត់ព្រំប្រទល់មានចេញជាឯកសារមានការទទួលស្គាល់ពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទហ្នឹងនៅឆ្នាំ2011បាទសមិទ្ធផលខ្លះវាអាចទ្រុឌទ្រោមហើយក៏យើងមានការផ្លាស់ប្ដូរជាច្រើនដែរហើយបើនិយាយពីរឿងការជួយទីមួយគឺគាត់ជួយទៅលើការសាងសង់បន្ទប់ប្រជុំរបស់សហគមន៍អាហារដ្ឋានបានន័យថាកន្លែងហូបបាយបន្ទប់ទឹក6បន្ទប់សាធារណៈហ្នឹងហើយគាត់ជួយទៅលើកន្លែងចម្អិនអាហារប៉ុន្តែឥឡូវយើងផ្លាស់ប្ដូរទៅជាដាក់បណ្ណាល័យវិញជួយទៅលើស្ពាននៅក្នុងតំបន់នេះ70ម៉ែត្រស្ពាននៅតំបន់មាត់សមុទ្រនោះគឺ1000ម៉ែត្រស្នាក់ការសម្រាប់យើងសហគមន៍ប្រជុំមានបន្ទប់ទៅកែលម្អផ្លូវសម្រាប់សហគមន៍ងាយស្រួលធ្វើដំណើរថ្នាលសម្រាប់យើងបដោះកូនកោងកាងផ្លាកស្លាកសញ្ញាបំរាមអំពីការកាប់បំផ្លាញព្រៃកោងកាងអីចឹងចូលរួមការងារស្ត្រីពង្រឹងការងារសុខភាពស្ត្រីមុខរបរអាជីវកម្មរបស់ជាបរិវត្តក្នុងសហគមន៍ហើយបណ្ដុះបណ្ដាលធនធានមនុស្សបាទហើយទន្ទឹមហ្នឹងក៏មានបណ្ដុះពីច្បាប់ពាក់ព័ន្ធនឹងការអភិរក្សបាត់ជលផលច្បាប់ដីធ្លីច្បាប់អីនោះគាត់
មិនត្រឹមប៉ុណ្ណឹងគាត់ជួយរៀបចំជាក្រុមល្បាតជាក្រុមអីហ្នឹងហើយគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធដល់សហគមន៍ដល់ទៅលើការការពារធនធានហ្នឹងហើយកន្លងមកយើងសង្ខេបឲ្យខ្លីថាក្រោយពី2015មកគាត់បានរៀបចំបែបទៀតសហគមន៍បែបទៀតចោលទៀតសប្តាហ៍ថ្ងៃនេះជាទូទៅសកម្មភាពរបស់យុវជនយើងកន្លងមកដែលបានជួយដល់សហគមន៍រួមមានការផ្សព្វផ្សាយពីសក្តានុពលរបស់សហគមន៍នេសាទទាំងទេសចរនៅក្នុងយើងក៏បានផ្សព្វផ្សាយពីបញ្ហាប្រឈមរបស់សហគមន៍ផងដែរเพจរបស់យុវជនតំបន់ឆ្នេរព្រោះបច្ចុប្បន្នយើងឃើញថាមនុស្សទូទៅគាត់ចូលចិត្តមើលតាមរយៈទូរស័ព្ទដៃយើងផ្សព្វផ្សាយទៅដល់មជ្ឈដ្ឋានទូទៅហើយវាមើលឃើញថាវាមានភ្ញៀវទៅលេងកម្សាន្តនៅកន្លែងយើងច្រើនពួកអីគេដឹងថាកន្លែងយើងមានសក្តានុពលហើយមានអ្វីខ្លះនៅក្នុងសហគមន៍ហ្នឹងហើយមួយទៀតមើលឃើញថាយើងចេះសាមគ្គីគ្នាមានន័យថាទោះបីពួកខ្ញុំជាក្រុមយុវជនក៏ដោយក៏គណៈកម្មការសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅទីហ្នឹងក៏គាត់មានន័យថាគាត់គ្រប់គ្រងពួកខ្ញុំមានន័យថាគាត់គ្រប់គ្រងយ៉ាងពេញទំហឹងថាឲ្យយើងនឹងចូលរួមនៅក្នុងសកម្មភាពសង្គមនឹងផងដែរអនឡាញធ្វើការទៅលើសហគមន៍ទាំង8នៅខេត្តកំពតជួយរៀបចំការបោះឆ្នោតបាទចឹងចូលរួមទាំង5សហគមន៍បោះឆ្នោតរើសជាបណ្ដាញខេត្តពង្រឹងសមត្ថភាពគណៈកម្មការសាមសហគមន៍នីមួយៗបញ្ហាអីមួយចឹងយើងបណ្ដាញទៅចុះជាមួយជួយឲ្យយោបល់ជួយឲ្យគំនិតសហការគ្នាទាំង5ហ្នឹងរៀបចំឲ្យសហគមន៍ហ្នឹងមានការដំណើរការល្អពេលណាសហគមន៍ហ្នឹងគាត់អសមត្ថភាពចឹងយើងនឹងមានការចូលរួមការពង្រឹងការបណ្ដុះបណ្ដាលនៃចំណេះដឹងរបស់គាត់ដើម្បីឲ្យគាត់មានសមត្ថភាពគ្រប់គ្រងសហគមន៍គាត់ដោយខ្លួនឯងហើយសហគមន៍មួយបើសិនជាយើងអត់មានបណ្ដាញក្នុងខេត្តមួយទេគឺគាត់ពិបាកបន្តិចយើងអត់ដឹងថាសហគមន៍ណានៅមានភាពទន់ជ្រាយហើយដឹងថាសហគមន៍ណាដល់សហគមន៍ណាមានបញ្ហាយើងអត់ដឹងទេអញ្ចឹងដល់យើងរៀបចំបង្កើតបណ្ដាញនេះហើយក៏មានការគ្រប់គ្រងពីជលផលមកគឺយើងសហគមន៍អាចរឹងមែនទែនជាស្ត្រីដូចខ្ញុំអញ្ចឹងគឺខ្ញុំគាត់បានផ្ដល់ឱកាសពួកខ្ញុំបានមកចូលរួមធ្វើការនៅក្នុងសហគមន៍ហ្នឹងគាត់ផ្ដល់ឱកាសពួកខ្ញុំបានចូលរៀនវគ្គបណ្ដុះបណ្ដាលចាយើងបានព្រៃលូតលាស់ស្អាតហើយជីវភាពដែលអ្នកនេសាទក៏បានទៅនេសាទបានដែរដោយសារវាមានព្រៃលូតលាស់ហើយវាមានកងកាងវាមានជាប់ជីវៈចម្រុះដែលសត្វដែលទាំងអស់ហ្នឹងវាពងកូនមកបានអ្នកនេសាទហ្នឹងបានកើនបានច្រើនចឹងដែរពីមុនពួកខ្ញុំព្រោះបានក៏មិនដឹងលក់នៅណាព្រោះបានអីវ៉ាន់ចឹងដល់ឥឡូវដល់គេអភិវឌ្ឍចឹងពួកខ្ញុំរកបានក៏ស្រួលលក់ឥឡូវហូបចុកគ្រប់គ្រាន់តាំងពីនោះមកពួកខ្ញុំមានទីធូធាដែរនិយាយឃើញចាមុនខ្ញុំស្គាល់គម្រោងខ្ញុំធ្លាប់ទៅធ្វើការរោងចក្រនៅខេត្តកោះកុងរយៈពេល5ឆ្នាំជាង6ឆ្នាំវាពិបាកដែរធ្វើការរោងចក្រយើងមិនសូវជាមានសេរីភាពហើយក៏យើងអត់បានបទពិសោធន៍មកក្នុងខ្លួនរបស់ខ្លួនឯងដែរជារួមខ្ញុំចាំយូរប៉ុន្តែអត់មានលក្ខណៈថាខាងអង្គការយើងចុះមកសិក្សាចុះបង្រៀនទេខ្ញុំអត់មានចំណេះជំនាញអីច្រើននៃការដាំដុះគឺខ្ញុំដាំដុះបន្លែតាមមួយមុខកាលណាបន្លែមួយមុខនឹងជន់គឺខ្ញុំជន់ទៅគឺខ្ញុំលក់អត់ដាច់អញ្ចឹងខ្ញុំមានការបាក់ទឹកចិត្តខ្ញុំក៏ធ្លាប់មានការបោះបង់នៃការដាំដុះបន្លែហ្នឹងមួយរយៈហើយក្នុងមួយឆ្នាំខ្ញុំដាំបានតែ2ដងទេអង្គការយើងបានជួយបង្រៀនពួកខ្ញុំមកគឺខ្ញុំចេះគាត់បង្រៀនយើងឲ្យចិញ្ចឹមយ៉ាងម៉េចដើម្បីឲ្យវាអភិវឌ្ឍទៅខាងមុខចឹងណាគឺល្អនិយាយរួមទៅខ្ញុំអាចដាំបានស្ទើរពេញមួយឆ្នាំឲ្យតែខ្ញុំរៀបចំដីត្រូវហើយមើលទៅតាមអាកាសធាតុត្រូវអញ្ចឹងណាជីកប៉ុសគោកជីកប៉ុសទឹកហើយថ្នាំពុលធម្មជាតិហើយនឹងការដាក់ដាំដុះថាឲ្យយើងដឹងថាខែណាយើងត្រូវដាំអីឲ្យយើងចេះ
ចេះការបដោះកូនបដោះអីគឺច្រើនអញ្ចឹងខ្ញុំចាប់ផ្ដើមរៀនម្ដងបន្តិចម្ដងបន្តិចនៅចំណេះជំនាញនៃការដាំដុះបន្លែហ្នឹងគឺយើងយើងបានផ្លាស់ប្ដូរច្រើនគឺអង្គការគាត់ជួយបានចាក់ដីធ្វើទ្រុងហើយឲ្យមន់ធ្វើជាមេនឹងបានចាហើយឲ្យទ្រុងតូចអីយកមកឲ្យយើងដាក់កូននៅក្នុងចំណោមសមាជិករបស់ខ្ញុំគឺស្ត្រីគឺ 70% ហើយជីវភាពរបស់គាត់រីចម្រើនជាងមុនដោយសារគាត់ចេះផ្លាស់ប្ដូរដូចខ្ញុំដែរគឺខ្ញុំមើលតាមអាការធាតុរបស់មេឃក្តៅយើងដាក់ទឹកថាទឹកឲ្យច្រាយយើងបដូរទឹកឲ្យញឹកតិចពិសេសយើងសម្អាតភ្នែកយើងអញ្ចឹងណាតែកុំឲ្យវាមានមេរោគអីអញ្ចឹងបញ្ហាសុខភាពឲ្យដែរអញ្ចឹងយើងបដូរទឹកឲ្យញឹកតិចប្រទេសកម្ពុជាយើងមាន3រដូវខ្ញុំដឹងថាខែវស្សាយើងត្រូវដាំអីហើយខែប្រាំងយើងត្រូវដាំអីហើយខែធ្លាក់ខ្យល់យើងត្រូវដាំអីហើយយើងដាំធ្វើម៉េចយើងត្រូវឲ្យដឹងថាពេលណាភ្លៀងខ្លាំងពេលណាខ្យល់ខ្លាំងពេលណាក្តៅខ្លាំងនិយាយទៅជីវភាពរបស់គាត់អាចធូរធារជាងមុនហើយគាត់អាចរកប្រាក់ចំណូលបាននៅក្នុងផ្ទះដោយមិនកាត់បន្ថយនៃការចំណាកស្រុកចា៎នៅក្នុងហ្នឹងគាត់អាចបង្កើតការងារនៅក្នុងផ្ទះបានទាំងដាំនិងចិញ្ចឹមឃើញពីភាពចាំបាច់របស់ស្ត្រីនៅក្នុងការងារជួយទៅលើពង្រឹងភាពស៊ាំក៏ដូចជាភាពធន់របស់សហគមន៍ទៅនឹងបម្រែបម្រួលអាកាសធាតុក៏ដូចជាការងារកាត់បន្ថយគ្រោះមហន្តរាយអញ្ចឹងជាគំនិតផ្ដួចផ្ដើមមួយរបស់អង្គការ CWDCC ជាមួយនឹងអង្គការ Action Aid កម្ពុជាក៏យល់ឃើញថាការដែលមានស្ត្រីចាមកចូលរួមនៅក្នុងកិច្ចការងារនេះគឺជារឿងសំខាន់ស្ត្រីច្រើនណាស់ដែលចូលរួមទទួលបានចំណេះដឹងតាមរយៈវគ្គបណ្ដុះបណ្ដាលតាមរយៈការចុះប្រមូលព័ត៌មានក្រោយមកទៀតគឺយើងមានគេហៅថាបង្កើតឲ្យមាននិរន្តរភាពបណ្ដាញព្រោះយើងឃើញថាស្ត្រីយើងពេលដែលគាត់បានចូលរួមគាត់មានការផ្លាស់ប្ដូរច្រើន CWDCC ក៏គាត់គិតថាវាជារឿងមួយដែលល្អមែនទែនសម្រាប់ទៅដល់បណ្ដាញស្ត្រីឆ្នើមដែលត្រូវរក្សានិរន្តរភាពទោះជាកប់ចាប់គម្រោងក៏ដោយអញ្ចឹងយើងបង្កើតឲ្យមានគេហៅថាអាជីវកម្មមួយដែលអាចរកចំណូលសម្រាប់ជួយទ្រទ្រង់ក៏ដូចជាគ្រប់គ្រងសកម្មភាពរបស់បណ្ដាញទៀតចាអញ្ចឹងគឺយើងហៅថាអាជីវកម្មបណ្ដាញហ្នឹងឈ្មោះថាផ្សារធនកពតចាស្ថានភាពសិស្សមានការលំបាកខ្លាំងសិស្សមួយចំនួនពួកគាត់ត្រូវការដើរ 4-5 គីឡូដើម្បីមកដល់សាលារៀនមកដល់សាលារៀនពួកគាត់ត្រូវដើរឆ្លងកាត់ស្ពានហើយកន្លែងហ្នឹងលោកមកអត់ស្ពានទេមានតាដូចថាដើមថ្នោត 3-4 ដើមគាត់ដាក់ដូចជាកលរបៀបថាឲ្យទៅឆ្លងទៅមកបានអញ្ចឹងក្មេងៗពេលខ្លះពេលខែទឹកឡើងម៉ាក់ប៉ាមួយចំនួនគាត់ឲ្យមកឯងឲ្យក្មេងមករៀនទេអញ្ចឹងក្មេងខ្ញុំពេលដែលអត់ស្ពានហ្នឹងបាត់ហើយពេលខែទឹកឡើងគឺសិស្សប្រហែលជា 50-60 នាក់ដែលមកពីខាងហ្នឹងគឺអត់បានមកសាលាទេខ្ញុំធ្លាប់ជួបបញ្ហាមួយខ្ញុំធ្លាក់ចូលក្នុងហ្នឹងកាលនៅស្ពានចាស់ពិបាកជាងគេបំផុតពេលកូនសិស្សគាត់ធ្វើបំណើរពេលហើយខែភាសាឡើងទឹកឡើងមកលិចស្ពានហ្នឹងបន្ទាប់ពីមានការចូលរួមពីអង្គការមកឃើញសិស្សមួយចំនួនមករៀនបានច្រើនជាងមុនសិស្សដោយសារពួកគាត់លើកមុនឆ្ងាយម៉ាក់ប៉ាអត់អាចជូនមកបានអត់ស្ពានហើយក្រោយមកអង្គការធ្វើស្ពានឲ្យអញ្ចឹងគាត់អាចជូនកូនគាត់មកសាលាហើយកូនពេលក្មេងៗពេលទៅផ្ទះក៏ស្រួលដើរទៅអ្នកដែលអត់មានម៉ាក់ប៉ាជូនក៏ពួកគាត់អាចដើរទៅបានដោយមិនបារម្ភថាពេលខែទឹកឡើងលងទឹកឬក៏ពេលដើរធ្លាក់ស្ពានអីផ្សេងៗពេលស្ពានចាស់វារៀងមានផលលំបាកបន្តិចតែពេលស្ពានថ្មីនិយាយរួមមកជ្រួលហ្មងដល់ស្ពានថ្មីខ្ញុំដឹកអីវ៉ាន់ច្រើនមិនក៏ខ្ញុំអត់ខ្លាចថាធ្លាក់ដែរព្រោះស្ពានវាធំហើយសាតស្រួលជីនិយាយរួមតាមផ្លូវហ្នឹងអ៊ូអសំបីខ្ញុំគឺជាអ្នកលក់ខ្ញុំថាពេលមានស្ពានថ្មីមកខ្ញុំលក់ដាច់ជាមុនដោយសារទាំងឡានទាំងម៉ូតូធំគេឆ្លងកាត់មកហ្នឹងទាំងអស់
តំបន់នេះអត់មានសាលារៀនទេវាមាននៅឆ្ងាយអញ្ចឹងទៅពិបាកក្នុងការសិក្សានុសិស្សគាត់ទៅសាលារៀនគាត់ត្រូវទៅសាលារៀនដែលឆ្ងាយពីទីនេះពី6ទៅ7គីឡូហើយផ្លូវទៅសាលារៀននោះក៏មានការលំបាកទៀតអញ្ចឹងទៅធ្វើឲ្យសិស្សានុសិស្សនៅទីនេះមានអត្រាបោះបង់ការសិក្សានិងអត្រាអត់បានចូលរៀនមានចំនួនច្រើននៅទីនេះហើយពាក់ព័ន្ធនឹងអគារសិក្សាដែរយើងអត់មានអគារថ្មដូចបច្ចុប្បន្នទេយើងមានអគារសិក្សាមានលក្ខណៈរងដោលជាស័ង្កសីហើយកាលនោះក៏មានការចូលរួមពីអង្គការ CWDCC គាត់បានចូលរួមជាទិញជាស័ង្កសីនិងឈើមួយចំនួនដែរអញ្ចឹងចាប់ពីផ្ដើមកសាងអគារដូចជាការបង្កើតសាលានេះគឺអង្គការ CWDCC គាត់តែងតែចូលរួមដូចជាសកម្មភាពផ្សេងៗមានដឹកនាំសិស្សគូគំនូរឧបត្ថម្ភសម្ភារៈមួយចំនួនថ្មីនេះគាត់បានរួមចំណែករៀបចំធ្វើជាធ្នើបន្លែដើម្បីដឹកនាំសិស្សដាំបន្លែមានកម្មវិធីអប់រំបណ្ដុំជីវិតគឺអង្គការ CWDCC គាត់ជាអ្នកគ្រប់គ្រងពេលដែលគាត់បានរៀនមុខវិជ្ជាអប់រំបណ្ដុំជីវិតនេះយើងសង្កេតឃើញថាសិស្សានុសិស្សរបស់ខ្ញុំគឺគាត់មានភាពក្លាហានច្រើនជាសមិទ្ធផលរយៈពេលកន្លងមកគឺការគូររូបរបស់កុមារគឺមានលទ្ធផលល្អស្មារតីទាំងការអប់រំទាំងចំណេះដឹងក្នុងការគូររូបគឺអង្គការដែល CWDCC ដែលចុះមកដឹកនាំអប់រំនិងជាបណ្ដាញជារៀងរាល់ខេត្តក្នុងកុមារគូសាហ្នឹងជាដំបូងគឺបាន77នាក់ខ្ញុំមានពេលវេលាពេលណាកុមារអត់រៀនគឺថាយើងយកថ្ងៃអាទិត្យជាថ្ងៃកុមារសម្រាប់អញ្ចឹងណាដែលកុមារបានមូលគ្នាបានអីមកគូអញ្ចឹងយើងដាក់ថ្ងៃចន្លោះពេលវេលាដែរតាមពេលវេលាដែលកុមារអត់រៀនហើយប្រជុំក្លឹបកុមារអញ្ចឹងដែរពេលណាយើងប្រជុំយើងរើសយកថ្ងៃអាទិត្យថ្ងៃអីដែលគ្មានសម្រាប់ហ្នឹងបានកុមារមកច្រើនខ្ញុំបានស្វែងយល់ពីសារៈប្រយោជន៍នៃការថែរក្សាបរិស្ថានដូចជានៅពេលដែលពួកយើងមកជុំគ្នាអញ្ចឹងទៅយើងហូបអាហារសម្រន់ជុំគ្នាគាត់តែងតែប្រាប់ពួកយើងថាអាសម្រាមដែលយើងហូបហើយហ្នឹងយើងគួរតែដាក់នៅទីណានាមយើងជាកុមារម្នាក់តែយើងមានសិទ្ធិចូលរួមអីគេខ្លះដូចជាសិទ្ធិចូលរួមទទួលបាននៅការរៀនសូត្រដែលដូចការរៀនសូត្រការទទួលបានចំណេះដឹងផ្សេងការចូលរួមហ្នឹងហើយវាទាំងអស់ហ្នឹងគឺពួកគាត់តែងតែប្រាប់នៅពេលដែលពួកយើងពួកគាត់បានមកឲ្យពួកយើងគូគំនូពួកគាត់តែងតែប្រាប់និងបង្រៀនពួកយើងអំពីសិទ្ធិហ្នឹងហើយគោលបំណងនៃការបង្កើតក្លឹបហ្នឹងគឺខ្ញុំចង់ឲ្យកុមារចូលចិត្តការអានចូលចិត្តឲ្យកុមារហ្នឹងសិក្សាជ្រាវជ្រាវពីរឿងនីតិពីសភៅពីអីអញ្ចឹងចង់ឲ្យគាត់បង្កើតទម្លាប់អានពួកអីការអានគឺនាំឲ្យយើងបង្កើតចំណេះដឹងយើងទទួលចំណេះដឹងច្រើនពីសភៅរឿងនិទានដែលយើងបានអានហ្នឹងសកម្មភាពការក្លឹបហ្នឹងទី1នៅពេលច័ន្ទដល់សុក្រគឺភាគច្រើនគឺអាននៅតាមសាលាអញ្ចឹងអានតាមសាលាមានម៉ោងដូចជាពេលម៉ោងចេញលេងឬក៏ម៉ោងបំណិនជីវិតអីផ្សេងដែលតនេអញ្ចឹងគឺខ្ញុំចាប់ផ្ដើមឲ្យគាត់ចូលអានសៀវភៅតែម្ដងហើយសម្រាប់ថ្ងៃសៅរ៍អាទិត្យគឺខ្ញុំយកសៀវភៅពីក្លឹបហ្នឹងមកកាន់ផ្ទះគឺខ្ញុំចង់ឲ្យកុមារតនេពីការសិក្សាសៅរ៍អាទិត្យអញ្ចឹងឲ្យគាត់យល់ដឹងអញ្ចឹងគាត់អានសៀវភៅបន្ថែមអញ្ចឹងគាត់មានពេលវេលាលេងច្រើនហើយខ្ញុំចង់ឲ្យគាត់យកចិត្តទុកដាក់នឹងការអានអីអញ្ចឹងក៏នាំគាត់អាននៅពេលសៅរ៍អាទិត្យហ្នឹងឯងបងសម្រាប់ខ្លួនខ្ញុំផ្ទាល់ពីមុនខ្ញុំគឺជាក្មេងម្នាក់ដែលអត់ក្លាហានទេតាំងពីចូលរួមជាមួយអង្គការមកគឺខ្ញុំមានភាពក្លាហានចូលចិត្តចែករំលែកចំណេះដឹងចូលចិត្តណែនាំគេចូលចិត្តអប់រំអីតិចតួចដល់ប្រាប់នៅពេលដែលគាត់អត់សូវដឹងបើគិតមកដល់ពេលនេះវាចូលប្រហែល20ឆ្នាំហើយដែលយើងបានកិច្ចសហការដើម្បីជួយ
គ្រប់គ្រងដល់សហគមន៍នេសាទតំបន់ឆ្នេរនៅខេត្តកំពតយើងនេះ CWDC ជាអង្គការមួយចាស់ទុំដែលចូលមកជួយនៅខេត្តកំពតនេះលើគ្រប់វិស័យមិនមែនថាជួយទៅលើតែការងារវិស័យជលផលវិស័យលើការងារសហគមន៍នេសាទទេគឺគាត់បានជួយលើគ្រប់វិស័យដោយពាក់ព័ន្ធលើស្ត្រីនិងកុមារមន្ត្រីខណ្ឌរដ្ឋបាលជលផលនៃទីកសិកម្មលោកខាងមាញ់នេសាទខេត្តកំពតនិងអង្គការ CWDC ហើយនឹងអាជ្ញាធរមូលដ្ឋានក៏ដូចជាស្ថាប័នពាក់ព័ន្ធគឺមានកិច្ចការសហការគ្នាបានល្អទើបសហគមន៍នេសាទរបស់យើងនឹងពិសេសសហគមន៍នេសាទប្រាំងស្កែនិងសហគមន៍នេសាទកំពង់សាមគ្គីនេះគឺទទួលបាននៅលទ្ធផលហើយនឹងធ្វើឲ្យមានជីវភាពរបស់គណៈសហគមន៍នេសាទយើងហ្នឹងនៅក្នុងសមាជិកសហគមន៍នេសាទហ្នឹងមានការប្រសើរជាងមុនឆ្ងាយកិច្ចសហការរបស់អង្គការ CWDCC កន្លងមកបាទក្នុងមូលដ្ឋានខេត្តកែបនេះបាទគឺយើងមានការគ្រប់គ្រងពេញទំហឹងពីរដ្ឋបាលខេត្តកែបបាទក៏ដូចជាអាជ្ញាធរមូលដ្ឋានមានក្រុងហើយនិងស្រុកបាទក្នុងការចូលរួមក្នុងការគ្រប់គ្រងសហការបាទផ្ដល់នៅកិច្ចសហការគ្រប់បែបយ៉ាងបាទសម្របសម្រួលគ្រប់បែបយ៉ាងបាទដើម្បីដំណើរការនៃកិច្ចសហការរវាងអង្គការ CWDCC ជាមួយនឹងមន្ត្រីជំនាញបាទជាពិសេសមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកែបយើងផងដែរបាទហើយយើងមិនអាចបំភ្លេចនៅការចូលរួមកិច្ចសហការរបស់ពួកគាត់ទេក្នុងរយៈពេល20ឆ្នាំយើងឃើញថាអង្គការ CWDCC នេះគឺយើងធ្វើទៅលើសកម្មភាពច្រើនពិសេសទៅលើសហគមន៍ពីរគឺសហគមន៍នេសាទតាពាំងសកែនិងសហគមន៍នេសាទកំពង់សាមគ្គីសកម្មភាពរបស់អង្គការ CWDCC នេះគឺបានឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋពិសេសគឺសហគមន៍ទាំងពីរដែលលោកបានចូលរួមចំណែកគ្រប់គ្រងកន្លងមកបាទសហគមន៍ទាំងពីរនេះគឺទទួលបានអត្ថប្រយោជន៍ច្រើននិងមានការគ្រប់គ្រងច្រើនពីអង្គការដៃគូពិសេសគឺទទួលបានការគ្រប់គ្រងពីប្រមុខរដ្ឋាភិបាលហើយយើងក៏សម្គាល់ឃើញថាកម្រិតជីវភាពរបស់បងប្អូនដែលជាប្រជានេសាទហ្នឹងមានការរីកចម្រើនផលសំខាន់ដែលគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក៏ដូចជាលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសហការជាមួយនឹងអង្គការ CWDCC ដែលបានជួយក្នុងខេត្តកំពតនេះលើផ្នែកការងារគ្រប់គ្រងគ្រោះមហន្តរាយនិងការប្រែប្រួលអាកាសធាតុមានវគ្គបណ្ដុះបណ្ដាលការប្រែប្រួលអាកាសធាតុនិងភាពជាអ្នកដឹកនាំនិងស្ថិតទៅលើក្រមស្ត្រីគោលដៅនិងការចូលរួមចងក្រងបណ្ដាញស្ត្រីឆ្នើមបានសាងសង់នៅស្ពានបាទស្ពានបេតុងក្រាលឈើប្រវែង16ម៉ែត្រហើយនឹងបំពាក់បំពូលសូឡាបាទស្ថិតនៅក្នុងសង្កាត់អណ្ដូងខ្មែរបាទហើយហេដ្ឋារចនាសម្ព័ន្ធមួយនេះផងដែរបានជួយកាត់បន្ថយការបន្ថយភាពក្រីក្រក្នុងន័យថាគាត់មានមធ្យោបាយអាចមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសមិទ្ធផលកសិកម្មរបស់គាត់មកទីផ្សារទាន់ពេលវេលាហើយងាយស្រួលបាទដឹកជញ្ជូនពីមុនគាត់ត្រូវរប្រទេសរអីដឹកដើម្បីផ្ទេរប៉ុន្តែបច្ចុប្បន្ននេះយើងមានហេដ្ឋារចនាសម្ព័ន្ធល្អហើយយើងដឹកចេញពីចំការមកដល់ផ្សារភ្លាមអត់មានរងចាំពេលវេលាយូរទេបាទសង្កាត់ដងខ្មែររបស់យើងបានសហការធ្វើការអភិវឌ្ឍសមិទ្ធផលធំជាច្រើនបាទដូចជាមានការសាងសង់ស្ពានឈើអូតូចមួយខ្សែដែលមានប្រវែង12ម៉ែត្រគុណនឹង4ម៉ែត្រកន្លះហើយយើងបានដាក់ប្រព័ន្ធភ្លើងសូឡាតាមបណ្ដោយផ្លូវហើយយើងបានសាងសង់បាទ banner សម្រាប់ពាក់ព័ន្ធនឹងការសាងសង់ហើយក្នុងនោះដែរក៏យើងបានសហការជាមួយនឹងអង្គការពាក់ព័ន្ធនឹងការជួយគ្រប់គ្រងទៅលើបច្ចេកទេសបាទចិញ្ចឹមសត្វក៏ដូចជាដាំបន្លែបាទហើយក៏យើងមានការសហការជាមួយនឹងការផ្សព្វផ្សាយបាទការផ្សព្វផ្សាយស្ដីអំពីការបង្ការនៅគ្រោះមហន្តរាយបាទនឹងហើយមួយវិញទៀតដូចជាអ្វីដែលខ្ញុំបានលើកឡើងខាងដើមបាញ់មិញនេះឃើញថាធ្វើឲ្យប្រជាពលរដ្ឋរបស់យើងនឹងបាទបានន័យថាធ្វើឲ្យគាត់នឹងមានការងារធ្វើផងបាទហើយគាត់មានបំណិននៃជីវិតរបស់គាត់ផងតាមរយៈការបណ្ដុះបណ្ដាលនិងផ្ដល់សម្ភារៈបច្ចេកទេសក៏ដូចជាការផ្សព្វផ្សាយផ្សេងហើយធ្វើឲ្យប្រជាពលរដ្ឋយើងនឹងមានការយល់ដឹងច្រើន
បាទមានការយល់ដឹងច្រើនតាមរយៈអង្គការជាដៃគូដែលបានចុះមកជួយនៅមូលដ្ឋានរបស់យើងបាទបានឧបត្ថម្ភគ្រប់គ្រងក៏ដូចជាជឿរើសនៅសង្កាត់របស់ខ្ញុំបាទនឹងធ្វើការសហការដើម្បីធ្វើការឆ្លើយតបរាល់បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានរបស់ខ្ញុំបាទហើយខ្ញុំសប្បាយចិត្តខ្លាំងមែនទែនហើយនឹងសនំពោជូនដល់អង្គការធ្វើយ៉ាងម៉េចជួយគ្រប់គ្រងបន្ថែមទៀតទៅលើបញ្ហាប្រឈមផ្សេងៗដែលអង្គការធ្លាប់ធ្វើការជាមួយនឹងរដ្ឋបាលសង្កាត់ហើយសង្ឃឹមថារាល់បញ្ហាប្រឈមទាំងអស់នោះគឺខ្ញុំគិតថាអង្គការអាចនឹងជួយបានពីព្រោះយើងនៅជាមួយគ្នាយូរឆ្នាំហើយអញ្ចឹងហើយរាល់បញ្ហាផ្សេងៗយើងអាចជជែកគ្នាហើយយើងធ្វើផែនការដើម្បីឆ្លើយតបជូនដល់ពួកគាត់បាទបានធ្វើសកម្មភាពនៅក្នុងវិសាលភាពនៃវិស័យអប់រំរបស់ខេត្តកំពតបើយើងនិយាយទៅអង្គការហ្នឹងវាបានសហការគ្នាជាមួយនឹងមន្ទីរអប់រំខេត្តកំពតយើងផ្ដោតទៅលើ2ចំណុចសំខាន់ចំណុចទី1គឺការកសាងធនធានមនុស្សគេថាបណ្ដុះចំណេះដឹងបាទជួយគាំទ្រផ្នែកការអភិវឌ្ឍសមត្ថភាពគ្រូសិស្សហើយចំណុចទី2គឺការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលារៀនស្ថិតនៅក្នុងតំបន់ជួបការលំបាកតែម្ដងបាទដូចជាសាលាបឋមសិក្សាវត្តទឹកថ្លាសាលាបឋមសិក្សាភ្នំកូនឆ្កែសិនតំបន់ជួបការលំបាកសុទ្ធហើយជាតំបន់ដែលកើតថ្មីហ្មងដែលជាតំបន់ដែលប្រជាពលរដ្ឋគាត់ទៅរស់នៅកាន់ទីលំនៅថ្មីក្រោយពីប្រទេសមានសុខសន្តិភាពចប់សង្គ្រាមយាយំការជួយគាំទ្ររបស់អង្គការដែលក្នុងការចូលរួមផ្ដល់សេវាអប់រំដល់កុមារនៅកម្ពុជាពិសេសកុមារខេត្តកំពតដោយឡែកកុមារក្នុងស្រុកឈូកតែម្ដងបាទហើយបើសិនគ្មានសាលានៅទីតាំងនោះទេកុមារប្រហែលជាមិនអាចទទួលសេវាអប់រំបានច្រើនទេការគាំទ្ររបស់អង្គការនេះវាពិតជាមានសារៈសំខាន់សម្រាប់វិស័យអប់រំរបស់ខេត្តកំពតតែម្ដងក៏ដូចជាវិស័យអប់រំទាំងមូលទូទាំងប្រទេសសូមសំណូមពរក៏ដូចជាការស្នើថាថ្មិចអង្គការ CWDC គាត់ជួយបង្កើនថវិកាបង្កើន fund ហ្នឹងជួយដល់ស្រុកផ្សេងបានន័យថាស្រុកខ្លះក៏ស្រុកផ្សេងក៏មានការងារហានិភ័យគ្រោះមហន្តរាយផងដែរយើងមិនគិតថាទឹកជំនន់ឬក៏រាំងស្ងួតឬក៏ខ្យល់កន្ត្រាក់ទេអញ្ចឹងសូមឲ្យថាទៅយ៉ាងណាអង្គការជួយផ្ដល់បាទកិច្ចសហការបន្តនិងជួយរកវ៉ាន់បន្តដើម្បីជួយដល់ស្រុកផ្សេងបាទព្រោះយើងគិតថាការងារគ្រោះមហន្តរាយនេះមិនមែនកើតតែមួយកន្លែងទេគឺកើតគ្រប់ទីកន្លែងទាំងអស់បើសិនជាអាចថាសូមឲ្យគាត់បន្តរក្សាការសហការនិងជួយដល់ពង្រីកវិសាលភាពមិនរក្សាក្នុងក្រុងកំពតទេបានន័យថាបរិយាដល់ស្រុកផ្សេងបាទក្រុងផ្សេងផងដែរការងារនេះសូមឲ្យអង្គការបន្តជួយគាំទ្រសហគមន៍នេសាទទាំងពីរនឹងហើយនឹងបន្តគៀងគររកជំនួយដើម្បីពង្រីកទៅជួយគាំទ្រដល់សហគមន៍ផ្សេងទៀតឬក៏សហគមន៍ជាប់គ្នានឹងទៀតដើម្បីធ្វើម៉េចឲ្យមានការតំណាក់តំណងគ្នាទៅធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីក៏ដូចជាធនធានជលផលយើងវាមាននិរន្តរភាពអញ្ចឹងធ្វើឲ្យជីវភាពប្រជាពលរដ្ឋយើងកាន់តែប្រសើរឡើងពីថ្ងៃទៅថ្ងៃបាទសូមឲ្យបន្តជួយការងារអប់រំនៅខេត្តកំពតបន្តទៀតហើយយើងនឹងធ្វើជាដៃគូដ៏ល្អទាំងអស់គ្នាក្នុងការសហការគ្នាដើម្បីបុព្វហេតុជាតិដើម្បីបុព្វហេតុកុមារកម្ពុជាទាំងអស់គ្នាមានតែប៉ុណ្្នឹងខ្ញុំបាទជាចុងក្រោយសូមថ្លែងអំណរគុណក៏ដូចជាសូមអរគុណទៅដល់ម្ចាស់មូលនិធិរបស់យើងតាំងពីបង្កើតអង្គការមជ្ឈមណ្ឌលអភិវឌ្ឍកុមារស្ត្រីកម្ពុជាកន្លងមករហូតមកដល់បច្ចុប្បន្នសូមជូនពរទៅដល់ម្ចាស់ជំនួយឲ្យលោកទទួលបាននៅពុទ្ធពរ4ប្រការអាយុវណ្ណៈសុខៈពលៈបន្តទទួលបានមូលនិធិជាច្រើនផ្សេងទៀតហើយពួកយើងនៅទីនេះសង្ឃឹមថាម្ចាស់ជំនួយដែលតែងតែធ្លាប់គាំទ្រសហគមន៍ក៏ដូចជាជួយតាមរយៈអង្គការ CWDC របស់យើងនឹងបន្តជួយគាំទ្រផ្ដល់មូលនិធិមកអង្គការ CWDC របស់យើងបន្តទៀតដើម្បីយើងអាចមានលទ្ធភាពនៅក្នុងការជួយជ្រោមជ្រែងក៏ដូចជាជួយពង្រឹងនៅសមត្ថភាពក៏ដូចជាពង្រឹងនៅលទ្ធភាពដែលអាចធ្វើឲ្យសហគមន៍របស់យើងអាចគ្រប់គ្រងមានលទ្ធភាពគ្រប់គ្រងថែរក្សាធនធានក៏ដូចជាពង្រឹងនៅចំណេះដឹងរបស់ពួកគេបានប្រសើរ